រឿងជីវិតនឹងលុយ$1000ក្នុងរាជធានីភ្នំពេញមានវិទ្យាល័យមួយនៅចំកណ្ដាលក្រុងនៅក្នុងវិទ្យាល័យនោះមានថ្នាក់ 12A ដែលជាថ្នាក់សម្បូរដោយសិស្សកូនអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំអ្នកខ្លះជិះឡានអ្នកខ្លះជិះម៉ូតូប្រើប្រាស់ទូរស័ព្ទសុទ្ធតែទំនើបទាន់សម័យនៅក្នុងថ្នាក់នោះមានកូនសិស្សម្នាក់ដែលជាកូនកសិករមិនហ៊ឺហាដោយកូនអ្នកមានដទៃទៀតឡើយគាត់តែមានអារម្មណ៍ខ្មាស់ខ្លួនឯងហេតុអ្វីកើតមកមិនមែនជាកូនអ្នកមានដូចគេបន្ទាប់ពីម៉ោងគោរពទង់ជាតិរួចសិស្សទាំងអស់បានចូលថ្នាក់រៀនរៀងៗខ្លួនព្រឹកនេះជាម៉ោងដែលថ្នាក់ទី 12A ត្រូវសិក្សាមុខវិជ្ជាទស្សនវិជ្ជានៅក្នុងម៉ោងបង្រៀនលោកគ្រូមានការចាប់អារម្មណ៍ទៅនឹងទឹកមុខរបស់សីហាជាខ្លាំងសំឡេងជួងបានចាប់ផ្ដើមបន្លឺឡើងសិស្សទាំងអស់ចេញលេងយ៉ាងសប្បាយរីករាយលើកលែងតែសីហាអង្គុយតែម្នាក់ឯងមើលទៅហាក់ដូចជាឯកាណាស់លោកគ្រូពិតជាចង់ដឹងអំពីទុក្ខកង្វល់របស់សិស្សខ្លួនណាស់បានចូលទៅសំណេះសំណាលសួរនាំអំពីមូលហេតុរបស់សីហារៀបរាប់ប្រាប់លោកគ្រូដោយដកដង្ហើមធំថាលោកគ្រូខ្ញុំពិតជាមានអារម្មណ៍ខ្មាស់ខ្លួនឯងណាស់ដោយកាត់មកជាកូនអ្នកក្រគ្មានលុយចាយនិងរបស់ប្រើប្រាស់ដូចជាគេអ្នកមានខ្ញុំចង់មានម៉ូតូជិះខ្ញុំចង់មានរបស់ប្រើប្រាស់ទំនើបលោកគ្រូបានដឹងពីទុក្ខកង្វល់របស់សីហារួចគាត់ញញឹមនិងសួរទៅកាន់សីហាថាឥឡូវនេះលោកគ្រូអាចជួយដោះស្រាយបញ្ហារបស់ឯងបានសីហាតបទាំងត្រេកអរថាលោកគ្រូពិតជាអាចជួយខ្ញុំបានមែនឬមែនហើយតែមានលក្ខខណ្ឌអីទៅសូមលោកគ្រូប្រាប់ខ្ញុំសិនមកខ្ញុំអាចឲ្យលុយឯង$1000ដើម្បីទៅទិញនៅអ្វីដែលឯងចង់ទិញប៉ុន្តែឯងត្រូវស្រាតខោអាវរត់ជុំវិញវិទ្យាល័យនេះឲ្យពួកគេបានឃើញព្រមទាំងស្រែកច្រៀងធ្វើដូចជាមនុស្សឈួតតើឯងសុខចិត្តទេសីហាតបទៅកាន់លោកគ្រូមានរឿងអីដែលខ្ញុំត្រូវធ្វើបែបនេះគ្រាន់តែលុយប៉ុណ្ណឹងខ្ញុំមិនលក់កិត្តិយសព្រោះតែលុយ$1000នោះទេលោកគ្រូនេះហើយជាមូលហេតុដែលយើងចង់បង្រៀនឲ្យឯងស្គាល់ពីតម្លៃពិតនៃជីវិតនោះគឺវាមិនស្ថិតនៅលើលុយ$1000និងសម្ភារៈក្រៅខ្លួននោះទេប៉ុន្តែតម្លៃពិតគឺស្ថិតនៅក្នុងខ្លួនឯងទេតាសីហាបានគិតពីសម្ដីលោកគ្រូហើយបានយល់យ៉ាងច្បាស់និងនិយាយយ៉ាងម៉ឺងម៉ាត់ទៅថាលោកគ្រូចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើខ្លួនឲ្យមានតម្លៃលោកគ្រូត្រូវហើយឯងកុំគ្រាន់តែធ្វើខ្លួនឲ្យមានរបស់ថ្លៃប៉ុន្តែឯងត្រូវធ្វើខ្លួនឲ្យមានតម្លៃណារឿងជីវិតនឹងលុយ$1000ចប់តែប៉ុណ្ណេះគំនិតសម្រាប់ជីវិតនៃរឿងនេះគឺជាការពិតណាស់អ្នកណាក៏ចង់មានទ្រព្យសម្បត្តិច្រើនដែរប៉ុន្តែយើងត្រូវគិតថាការមានទ្រព្យសម្បត្តិច្រើនបានប្រយោជន៍អ្វីទៅបើយើងជាមនុស្សគ្មានតម្លៃផងនោះដូចជាអ្នកប្រាជ្ញឬបុគ្គលល្បីៗភាគច្រើនគឺគាត់មិនមានទ្រព្យសម្បត្តិច្រើនប៉ុន្មានទេប៉ុន្តែគាត់មានតម្លៃខ្លាំងណាស់រហូតដល់ពេលគាត់ស្លាប់ទៅក៏តម្លៃរបស់គាត់មិនទាន់ស្លាប់ទៅដែរគេអាចយកទស្សនៈឬពាក្យសម្ដីរបស់បុគ្គលទាំងនោះយកមកបង្រៀនមនុស្សជំនាន់ក្រោយៗទៀតបាន